សួស្តីអ្នកទាំងអស់គ្នាខ្ញុំអ្នកដៃថ្មីដូចថាអត់ដឹងថាធ្លាប់តែបង្ហោះវីដេអូ Facebook ដល់ YouTube ខ្ញុំអត់ដឹងថាវីដេអូរបៀបណាដែលបង្ហោះបានអញ្ចឹងណាដល់ខ្ញុំសាកបង្ហោះវីដេអូខ្ញុំយកពី TikTok មកដល់ពេលខ្ញុំបង្ហោះហើយវីដេអូហ្នឹងស្រាប់តែដាក់សញ្ញាដូចជាសញ្ញា stop ថាมันអនុញ្ញាតឲ្យរកប្រាក់ចំណូលបានឥឡូវបើពុកម៉ែបងប្អូនចង់ដឹងសូមចូលទៅ YouTube ជាមួយខ្ញុំទៅឥឡូវសូមចុចចូល YouTube នេះពុកម៉ែបងប្អូននៅខាងលើនេះវីដេអូដែលខ្ញុំបង្ហោះប្រហែលជាកន្លះម៉ោងដល់ពេលខ្ញុំបង្ហោះហើយក្រុមហ៊ុន YouTube គេដាក់ stop អាហ្នឹងដូចថាវីដេអូវាខុសគោលការណ៍ដូចយើងយកពី TikTok មកក៏មិនអាចបង្ហោះបានដែរលោកខ្ញុំដៃថ្មីអញ្ចឹងខ្ញុំមិនដែរបង្ហោះពី YouTube ខ្ញុំអត់ដឹងខ្ញុំចូលតែបង្ហោះតាម Facebook ឬ TikTok ដល់ YouTube ខ្ញុំដៃថ្មីខ្ញុំអត់សូវដឹងឥឡូវយើងលុបចេញទៅវីដេអូមានបញ្ហាហើយអស់ឡើងទៅលើពុកម៉ែបងប្អូននេះខាងក្រោមគេនេះលុបចេញទៅហើយចុចសញ្ញាលុបខាងគេនេះទៅនេះពុកម៉ែបងប្អូនឥឡូវខ្ញុំលុបបានសម្រាប់ហើយវីដេអូនេះមានបញ្ហាមិនអាចចូលបង្ហោះ YouTube បានទេវីដេអូនេះយកពី TikTok មកខ្ញុំមានដំណឹងជូនពុកម៉ែបងប្អូនទាំងអស់គ្នាថាឥឡូវមិនថា YouTube TikTok Facebook ទេនឹងអាចចូលប្រាក់ចំណូលបានទាំងអស់គ្នាស៊ូៗទាំងអស់គ្នាសូមជម្រាបលា